ជំរាបសួរបងប្អូននៅតាមបណ្ដាញសង្គម Facebook ទាំងអស់គ្នាដោយសារនៅប៉ុន្មានថ្ងៃនេះយើងសង្កេតឃើញថានៅតាមបណ្ដាញសង្គម Facebook ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនទូទាំងពិភពលោកកំពុងតែមានការព្រួយបារម្ភនិងលើកយកបញ្ហាជំងឺថ្មីមកនិយាយនៅតាមបណ្ដាញសង្គម Facebook ទាំងអស់គ្នាដោយឡែកប្រទេសកម្ពុជាយើងក៏ឃើញមានប្រជាជនកម្ពុជាមួយចំនួនធំកំពុងតែព្រួយបារម្ភទាក់ទងនឹងជំងឺនេះផងដែរហើយនៅតាមបណ្ដាញសារព័ត៌មានជាទូទៅគឺសរសេរជាភាសាបរទេសនិយាយជាភាសាបរទេសអញ្ចឹងខ្ញុំជឿជាក់ថាប្រជាជនខ្មែរយើងមួយចំនួនធំប្រកាសជាមិនទាន់បានដឹងនិងយល់ច្បាស់ទាក់ទងនៅជំងឺថ្មីដែលបង្កឡើងដោយវីរុស Zika នេះទេដូច្នេះនៅថ្ងៃនេះខ្ញុំសូមលើកយកខ្លីៗទាក់ទងនឹងជំងឺថ្មីបង្កឡើងដោយវីរុស Zika នេះជាដំបូងខ្ញុំសូមធ្វើការនិយាយទាក់ទងនឹងប្រវត្តិរបស់វីរុស Zika នេះវីរុស Zika នេះនៅដើមឆ្នាំ2015គេរកឃើញនៅទ្វីបអាហ្វ្រិកនៅតំបន់អាស៊ីអាគ្នេយ៍និងតំបន់មួយចំនួនទៀតជាកោះនៅជុំវិញសមុទ្រ Pacific ដោយឡែកនៅខែ5ឆ្នាំ2015មេរោគម្យ៉ាងគេហៅថា Zika នេះធ្វើការរាតត្បាតខ្លាំងនៅក្នុងប្រទេសប្រេស៊ីលហើយបច្ចុប្បន្ននេះវាកំពុងតែធ្វើការរាតត្បាតខ្លាំងក្លាទូទាំងពិភពលោកជាពិសេសគេឃើញមានជាង10ប្រទេសហើយប្រទេសទាំងអស់នោះមានដូចជាប្រទេស Barbados, Bolivia, Brazil, Colombia, Ecuador, Guyana, Guadeloupe, Guatemala, Guyana, Haiti, Honduras, Martinique, Mexico, Panama, Paraguay, Saint Martin, Suriname, Venezuela, Samoa, Cape Verdeហើយប៉ុន្មានថ្ងៃចុងក្រោយនេះគេឃើញជំងឺនេះលេចមកដល់ទ្វីបអាស៊ីយើងដែលគេឃើញមានករណីរាតត្បាតនៅលើកោះតៃវ៉ាន់បន្តមកទៀតខ្ញុំសូមធ្វើការនិយាយទាក់ទងនឹងការចម្លងស្ថានរោគសញ្ញារបស់ជំងឺនេះជាទូទៅវីរុស Zika នេះគឺធ្វើការចម្លងតាមរយៈមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមផងដែរហើយជាទូទៅក្រោយការខាំរបស់មូសខ្លាជំងឺនេះនឹងធ្វើការក្រាបសង្ងំនៅក្នុងខ្លួនរបស់យើងរយៈពេល3ទៅ12ថ្ងៃហើយសន្តានរោគសញ្ញារបស់វាគឺប្រហាក់ប្រហែលទៅនឹងជំងឺគ្រុនឈាមដោយមានការក្តៅខ្លួនមានឡើងទទួលក្រហមលើខ្លួនហើយអាចឈឺនៅតាមស្លាកដៃស្លាកជើងរបស់យើងជាទូទៅអ្វីដែលពិភពលោកកំពុងតែព្រួយបារម្ភគឺថាប្រសិនបើវីរុសនេះធ្វើការជ្រៀតចូលទៅលើស្ត្រីដែលកំពុងមានផ្ទៃពោះជាពិសេសគឺស្ត្រីដែលមានផ្ទៃពោះនៅត្រីមាសទី1វីរុសនេះអាចធ្វើការជ្រៀតទៅតាមផ្លាសង់តាសុខរបស់ម្ដាយចូលទៅកូនបានដូច្នេះវីរុសនេះនឹងធ្វើការបំផ្លាញប្រព័ន្ធខួរក្បាលរបស់ទារកដែលអាចធ្វើឲ្យទារកនឹងមានខួរក្បាលតូចធ្វើឲ្យខូចខាតបណ្ដាញខួរក្បាលជាពិសេសនៅពេលដែលកើតមកហ្នឹងគឺទារកនឹងមានបញ្ហាសតិអារម្មណ៍ប្រាជ្ញាមិនដូចក្មេងដទៃទៀតទេអ្វីដែលយើងព្រួយបារម្ភគឺស្ត្រីដែលមានផ្ទៃពោះនៅត្រីមាសទី1បើសិនជាមានការឆ្លងនៅវីរុសនេះគឺនឹងទទួលផលវិបាកជាមិនខានដូច្នេះដើម្បីជៀសវាងកុំឲ្យមានបញ្ហានេះកើតទៅដល់ទារកនិងបងប្អូនសាច់ញាតិរបស់លោកអ្នកចាំបាច់ត្រូវធ្វើវិធីបង្ការដោយសារវីរុសនេះមិនទាន់មានវ៉ាក់សាំងចាក់ការពារទេហើយវិធីបង្ការហ្នឹងគឺដូចគ្នាទៅនឹងការបង្ការជំងឺគ្រុនឈាមដែរគឺយើងត្រូវចាំបាច់បំផ្លាញចម្រោករបស់មូសខ្លាទៅតាមវិធីផ្សេងហើយធ្វើយ៉ាងណាជៀសវាងកុំឲ្យមូសខាំតែម្ដង
បាទសូមអរគុណបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ហើយខ្ញុំសង្ឃឹមថាទោះបីការបកស្រាយនេះខ្លីក៏ដោយតែអាចជាប្រយោជន៍ជូនទៅដល់បងប្អូនប្រជាជនកម្ពុជាយើងទាំងអស់គ្នាបាទសូមអរគុណ The corridors of this public hospital in northeastern Brazil are full of distraught mothers, holding babies with one thing in common. They were born with noticeably smaller than normal heads. It's called microcephaly, a condition that severely limits a child's intellectual and physical development, and which in less than 4 months has reached epidemic proportions in Brazil. Researchers say they believe the cause is a virus new to Brazil called Zika, spread by the same mosquito that carries dengue fever and chikungunya. I was shocked when I found out. She's my first baby, and this illness wasn't heard of in Brazil until now. Doctors here believe the Zika virus is provoking not only microcephaly, but also severe scarring of the retina in up to 40% of the newborn babies. In December, we had about 1,000 cases, suspect cases. Now we've just heard last week it's been